ជារៀបសួរអ្នកនរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំបាននិយាយពីខ្លួនឯងតែម្ដងតើប៉ុន្តែខ្ញុំធ្លាប់បានចេញវីដេអូណែនាំខ្លួនតាំងពីឆ្នាំ2024មកអ្នកនរគ្នាប៉ុន្តែគាត់ថាឆ្នាំនេះគឺខ្ញុំចង់ធ្វើម្ដងទៀតដើម្បីឲ្យអ្នកនរគ្នាស្គាល់ខ្ញុំកាន់តែច្បាស់ជាងមុនហើយខ្ញុំក៏សម្រេចចិត្តថានៅក្នុងឆ្នាំ2026នេះក៏នឹងត្រូវចាប់ផ្ដើមណែនាំខ្លួនសាជាថ្មីម្ដងទៀតហើយវីដេអូនៅក្នុងការណែនាំពីខ្លួនខ្ញុំនេះផងដែរគឺខ្ញុំនឹងយករូបភាពនិងវីដេអូតាំងពីឆ្នាំ2024លាយបញ្ចូលទាំងឆ្នាំ2025និង26ចូលគ្នាតែម្ដងចឹងកុំឲ្យខាតពេលយូរមកដឹងពីខ្ញុំទាំងអស់គ្នាអូខេជម្រាបសួរអ្នកនរគ្នាម្ដងទៀតអញ្ចឹងនេះខ្ញុំតឈ្មោះ Eliorari អ្នកនរគ្នាខ្ញុំខ្លាចអ្នកនរគ្នា pronounce ឈ្មោះខ្ញុំអត់ចេះដោយសារតាឈ្មោះខ្ញុំអត់សូវមានអ្នកហៅត្រូវទេបងប្អូនឈ្មោះខ្ញុំគឺឈ្មោះ Eliorari ប៉ុន្តែអ្នកនរគ្នាអាចហៅខ្ញុំត្រឹម Eli ក៏បានដែរអ្នកនរគ្នាសម្រាប់ថ្ងៃខែឆ្នាំកណ្ដាលរបស់ខ្ញុំគឺខ្ញុំប្រហែលតែបន្តិចទេគឺថ្ងៃទី27ហើយខែ11តែអត់បញ្ជាក់ឆ្នាំថាឆ្នាំណាអ្នកនរគ្នាអាចគិតបានគ្រាន់តែសាកទីលេសិនតែអ្នកនរគ្នាហើយនៅក្នុងឆ្នាំ2026ខ្ញុំនេះគឺខ្ញុំហ៊ានទី11ហើយខ្ញុំគឺជាកូនអ្នកកំពង់ចាមអ្នកនរគ្នាហើយខ្ញុំហ៊ាននៅសាលារៀនវិទ្យាល័យហ៊ុនសែនកំពង់ចាមហើយពណ៌ដែលខ្ញុំឆ្លាញ់គឺពណ៌ស្វាយខ្មៅខៀវហើយនិងក្រហមអាហ្នឹងគឺ the best របស់ខ្ញុំហ្មងហើយប្រភេទសត្វចិញ្ចឹមដែលនេះខ្ញុំចូលចិត្តគឺមានចំនួន2គឺឆ្កែហើយនិងឆ្មាហើយមួយទៀតផងដែរគឺ guinea pig ប្រភេទកណ្ដុរប្រាំងណាបងប្អូនហើយមុខម្ហូបដែលនេះខ្ញុំចូលចិត្តគឺកាទៀវបងប្អូនកាទៀវផឹកខ្ញុំចូលចិត្តញ៉ាំខ្លាំងមែនតើប៉ុន្តែអត់រាល់ថ្ងៃទេណាបងប្អូនញ៉ាំរាល់ថ្ងៃទេហើយខ្ញុំដឹងតែមានអ្នកសួរថាអូឆ្នាំហ្នឹងហ៊ានថ្នាក់ទី11ហើយចុះឆ្នាំក្រោយចាចង់នឹងធ្វើខាងវិទ្យាសាស្ត្រនោះមួយក៏ចង់ធ្វើខាងសង្គមសុទ្ធតែចាអត់ចាក៏ចាតែឥឡូវមកឆ្លើយសិនគឺឆ្នាំក្រោយហ្នឹងខ្ញុំសម្រេចចិត្តថាចូលខាងផ្នែកវិទ្យាសាស្ត្រទោះបីជាក្នុងលក្ខខណ្ឌមួយដែលយើងមិនតន់ខ្លាំងខ្លាប៉ុណ្ណាក៏ដោយប៉ុន្តែខ្ញុំនឹងព្យាយាមនឹងខំប្រឹងរៀនឲ្យល្អអីចឹងបងប្អូនលក្ខណៈថាត្រៀមទាំងខ្លួនទាំងកាយត្រៀមទាំងចិត្តសម្រាប់ក្នុងការទទួលខ្លួនឯងនឹងឲ្យខ្លាយទៅជាបេក្ខជនបាក់ដុកពេញសិទ្ធិបងប្អូនហើយរាល់ថ្ងៃនេះគឺខ្ញុំមានមិត្តភ័ក្តិចំនួន2នាក់មិន2នាក់3នាក់បណ្ដៃគាត់ថាម្នាក់នោះគឺគាត់មានមិត្តភ័ក្តិច្រើនអីចឹងទៅបានហៅមួយខ្ញុំមកពេលអីចឹងដែរបងប្អូនតែគាត់ចុះទុកថាវាជាមិត្តភ័ក្តិមួយដែលចិត្តស្និទ្ធអាចពឹងពាក់បានច្រើនជាងអីចឹងណាបងប្អូនឲ្យខ្ញុំរៀបរាប់ថ្ងៃគឺខ្ញុំភ្លេចភាពរាប់ពីតារានិកររបស់ខ្ញុំដែរចឹងតារានិកររបស់ខ្ញុំគឺសាជីធារីបងប្អូនគឺក្រុមធាតុភ្លើងបងប្អូនអ្នកគេធាតុភ្លើងខ្លះចេញមកចឹងអ្នកខ្លះក៏បានយល់ពីអត្តចរិតរបស់សាជីធារីនឹងផងដែរហើយអ្នកខ្លះក៏មិនទាន់ដឹងអីចឹងណាបងប្អូនចឹងថ្ងៃហ្នឹងគឺខ្ញុំមកប្រាប់ពីតារានិកររបស់ខ្ញុំនិងអត្តចរិតរបស់ខ្ញុំបន្តតែម្ដងចឹងតារានិករហ្នឹងគឺជាតារានិករអត់ដឹងថាមិនទេប៉ុន្តែមនុស្សខ្ញុំជួយចិត្តនិយាយអីមួយវាតែងតែជាការពិតទាំងអស់បងប្អូនបើសិនជាមានរឿងអីមួយកើតឡើងអីចឹងទៅវាតែងតែកើតឡើងមែនតើភាគរយច្រើនយ៉ាងណាហើយក៏70ទៅ80%វាអាចនឹងកាត់ឡើងមែនតើបងប្អូនមិនអួតអីទេប៉ុន្តែពេលខ្លះយើងនិយាយទៅវាចៃដន្យទៅវាកាត់ឡើងមែនតើបងប្អូនហើយមនុស្សដូចខ្ញុំគឺជាមនុស្សសម្ដីត្រង់និយាយអីឃើញមិនថាអញ្ចឹងបងប្អូនគឺពិបាកក្នុងការគ្រប់គ្រងពាក្យសម្ដីខ្លួនឯងខ្លាំងមែនតើគឺមនុស្សខ្ញុំអត់ចូលចិត្តរៀបពាក្យអីបងប្អូនប៉ុន្តែមិនមែនអត់ចេះរៀបហ្មងទេបងប្អូនតែខ្ញុំគឺមានកលៈទេសៈដែលត្រូវរៀបចំសម្រាប់ខ្លួនឯងផងដែរព្រោះអីខ្ញុំដឹងថាវប្បធម៌របស់ខ្មែរយើងនឹងតែអត់មានការព្រៀងទុកហ្នឹងគឺដឹងតែជីជន់ទៅលើអ្នកដែលអត់ចេះរៀបចំក្នុងការនិយាយអីហ្នឹងហ្មងបងខ្ញុំដឹងអញ្ចឹងសូមផ្ដាំទៅបងប្អូនដែលបានទស្សនានៅក្នុងវីដេអូនេះផងដែរថាបើសិនជាខ្ញុំប្រើពាក្យសម្ដីលួសអីសូមបងប្អូនអរគ្នាកុំប្រកាន់ខ្ញុំពេលខ្លះវាជាពាក្យសម្ដីដែលអចេតនាដែលខ្ញុំអត់ចង់និយាយប៉ុន្តែធ្វើមកវានិយាយចេញពីក្អៅបេះដូងយើងមកហើយអញ្ចឹងខ្ញុំសូមអភ័យទោសដល់អ្នកនរគ្នាខ្លាំងតែបើសិនជាពាក្យខ្លះវាមិនគួរនិយាយបែរជាខ្ញុំមានការនិយាយនៅក្នុងវីដេអូអញ្ចឹងណាបងខ្ញុំសូមអភ័យទោសហើយខ្ញុំក៏ shout out ទៅមិត្តភ័ក្តិខ្ញុំជាពិសេសគឺម៉ាក់របស់ខ្ញុំគូគាត់គឺជាអ្នកជួយរៀបរាប់ពីរបៀបបង្កើត YouTube អីចឹងទៅហើយនាំខ្ញុំឲ្យចេះបង្កើតវីដេអូតែប៉ុន្តែខ្ញុំគុំម្ដងនេះគឺខ្ញុំចង់ធ្វើខ្លួនឯងប៉ុន្តែខ្ញុំប្រាប់ម៉ាក់ទៅគាត់ជួយគ្រប់គ្រងអីដែរអញ្ចឹងបងហើយក៏ចាប់ដើរបង្កើតមាតិកាមានអីទៅក៏មានមិត្តភ័ក្តិជួយគ្រប់គ្រង
អរគុណសម្រាប់អ្នកទាំងអស់គ្នាក្នុងការគ្រប់គ្រងទាំងមិត្តភ័ក្តិទាំងក្រុមគ្រួសារទាំងអ្នកទាំងអស់គ្នាអរគុណខ្លាំងមែនទែនសម្រាប់ការគ្រប់គ្រងមួយនេះគឺខ្ញុំអត់មានអីក្រៅពីម្រាបដៃដល់ក្នុងការអរគុណអ្នកទាំងអស់គ្នាសម្រាប់ការជួយគ្រប់គ្រងនេះទេហើយខ្ញុំក៏សង្ឃឹមថានឹងមានអ្វីថ្មីសម្រាប់ចែករំលែកអ្នកទាំងអស់គ្នាតទៅទៀតអត់ឲ្យអ្នកទាំងអស់គ្នាអបសក់បានទេចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបាយបាយអ្នកទាំងអស់គ្នាហើយចែមិនគ្រាន់ខ្ញុំខ្លាចបងមានថ្មីព្រោះតែអូន my number one yeah អូននៅចាំបន្តិចបងនឹងទៅមិនទាន់ Riding on the road បងនឹងទៅឲ្យទាន់ Money in the bank